សូមថ្វាយបង្គំចាស់បងនាងនោះហើយដែលតែងតែជួយព្រះអង្គម្ចាស់ទី7ឲ្យរួចផុតពីបញ្ហានិងជាអ្នកបំផ្លាញផែនការរបស់យើងថ្នាំទាំងនោះក៏នាងជាអ្នកទិញដែរទិញទាំងស្បៀងទិញទាំងថ្នាំតើនាងជានរណាឲ្យប្រកាសទៅអត្តសញ្ញាណពិតរបស់នាងប្រកាសជាមិនធម្មតាឡើយនាងគ្រាន់តែជាអ្នកគ្រប់គ្រងហាងនៅអគារកន្ទុយ9ប៉ុណ្ណោះប៉ុន្តែម្ចាស់បងពេលនេះខ្ញុំបារម្ភពីទ្រង់ច្រើនជាងព្រះមហាក្សត្របានសរសើរព្រះអង្គម្ចាស់ទី7ជាច្រើនដងហើយបើទ្រង់មិនទប់ស្កាត់ទេហើយបណ្ដោយឲ្យគាត់នៅស្នាក់ក្នុងដំណាក់ព្រះអង្គម្ចាស់ទី7បន្តទៀតបើលើកនេះគាត់បានបង្កើតស្នាដៃធំទៀតនោះតំណែងរបស់ម្ចាស់បងនឹងមានគ្រោះថ្នាក់ហើយទោះជាបង្កើតស្នាដៃធំក៏ដោយចុះបើប្រជាជនក្នុងក្រុងស្លាប់អស់ទៅហើយតើមានប្រយោជន៍អ្វីទៅខ្ញុំនឹងរៀបចំឲ្យមន្ត្រីសក្ការៈមួយចំនួនទៅប្រមូលថ្នាំទាំងនោះមកវិញប៉ុន្តែអ្នកមានបុណ្យនោះនឹងនៅតែបន្តទិញថ្នាំមកទៀតអញ្ចឹងក៏ធ្វើឲ្យអ្នកមានបុណ្យនោះខ្លាយជាខ្មៅទៅបើគ្មានអ្នកទិញតើមិនមែនដល់ពេលខ្ញុំត្រូវចេញមុខទេឬតើអ្នកមិនចង់ចាប់នាងទេឬមិនមានប្រជាជននៅទីនេះមិនងាយស្រួលទេចុះឥឡូវនេះវិញកញ្ញាលីអ្នកមើលទៅតាមមួយនេះសមទេឯងហ៊ានវាយើងមែនទេឯងហ៊ានវាអ្នកបោកប្រាស់មែនទេទេតើឯងហ៊ានវាទេវតាឬបើទេវតាមិនធ្វើពុកជាអ្នកបោកប្រាស់តើធ្វើជាអ្នកបោកប្រាស់ដោយរបៀបណាបើចង់ធ្វើជាអ្នកបោកប្រាស់ឯងត្រូវតែទ្រាំខ្ញុំមិនវាយទេចង់ធ្វើជាអ្នកបោកប្រាស់ឯងត្រូវតែទ្រាំខ្ញុំមិនវាយទេខ្ញុំមិនវាយទេហាអញ្ចឹងខ្ញុំត្រូវធ្វើអ្វីចូលទៅព្រមគ្នាល្អខ្ញុំមកហើយខ្ញុំចូលហើយខ្ញុំទីនេះកំពុងមានសង្គ្រាមមនុស្សធម្មតាមិនមកទីនេះទេនិយាយមកតើនរណាបញ្ជូនឯងមកបោកប្រាស់ប្រជាជនឲ្យទទួលថ្នាំនេះអ្នកចង់បានអ្វីគ្រួសារយើងទាំងមូលរស់បានដោយសារស្បៀងដែលអ្នកមានគុណចែកឲ្យទោះជាអ្នកវាខ្ញុំឲ្យស្លាប់ខ្ញុំក៏មិននិយាយដែរខ្ញុំក៏មានស្បៀងដែរឯងអាចយកទៅបានថែមទាំងអាចនាំគ្រួសារមកពឹងពាក់ព្រះអង្គម្ចាស់បានទៀតស្បៀងរបស់ពួកឯងទោះឃ្លានស្លាប់ក៏ខ្ញុំមិនហូបដែរឯងនេះមាត់រឹងមែនឆ្ងាញ់ណាស់ខ្ញុំក៏មិនដែលឃើញម្ចាស់ផ្ទាល់ដែរដឹងតែថាគាត់មានកូនចៅម្នាក់ហៅថាសាឈីម៉ាគឺសាសយ៉ាន់ម៉ាគឺជាតំណែងមន្ត្រីជាកូនចៅរបស់ម្ចាស់បងអូរឿងនេះគឺចង់សម្ដៅលើព្រះអង្គម្ចាស់ទី7នេះឯងព្រះអង្គម្ចាស់ទី7មិនអត់ទេខ្ញុំបានទៅស៊ើបអង្កេតក្នុងក្រុងឃើញមានអ្នកបោកប្រាស់បែបនេះជាច្រើនអ្នកកំពុងបញ្ឆោតប្រជាជនឲ្យទទួលថ្នាំទៅចាប់ពួកអ្នកបោកប្រាស់ទាំងអស់នោះមកបាទ